Chúng bạnជំរាបសួរសូមអនុញ្ញាតជំរាបជូននៅខ្លឹមសារនៃជំនួបរបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី2ខែមីនាឆ្នាំ2026នេះដែលសម្ដេចបានអនុញ្ញាតឲ្យលោកជំទាវ Louis Musiki Wabo ដែលជាអគ្គលេខាធិការអង្គការអន្តរជាតិ Francophonie បានជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាកិច្ចចាប់ផ្ដើមដំបូងសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មីនិងប្រពៃភូក្នុងឱកាសដែលលោកជំទាវបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាសម្ដេចតេជោបានចាត់ទុកវត្តមានរបស់លោកជំទាវអគ្គលេខាធិការនៅពេលនេះថាជាផ្នែកដ៏សំខាន់នៅក្នុងការចូលរួមចំណែកលើកទឹកចិត្តនិងគាំទ្រដល់កម្ពុជាក្នុងការរៀបចំនៅកិច្ចប្រជុំកំពូល Francophonie ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងនៃខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះនៅក្នុងឱកាសនោះលោកជំទាវ Louis Musiki Wabo ដែលជាអគ្គលេខាធិការអង្គការអន្តរជាតិ Francophonie បានសម្ដែងនៅការអរគុណជាអនេកប្បការចំពោះបដិសណ្ឋារកិច្ចនិងការស្វាគមន៍ដ៏កក់ក្ដៅពីសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកជំទាវនិងប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះលោកជំទាវបានរំលឹកអំពីពេលដែលលោកជំទាវមកដល់ប្រទេសកម្ពុជាគឺបានឃើញពីភាពរីកចម្រើនជាពិសេសនៅក្នុងអាកាសយានដ្ឋានអន្តរជាតិនៅពេលដែលលោកជំទាវបានឃើញអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជាលោកជំទាវពិតជាកោតសរសើរចំពោះភាពស្រស់ស្អាតរបស់អាកាសយានដ្ឋានអន្តរជាតិមួយនេះហើយលោកជំទាវបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាដែលជាសមិទ្ធផលថ្មីនេះរងចាំទទួលនៅប្រតិភូនៃថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអង្គការអន្តរជាតិ Francophonie ដែលអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំ Francophonie នៅខែវិច្ឆិកាខាងមុខនេះលោកជំទាវបានចាត់ទុកប្រទេសកម្ពុជាគឺជាប្រទេសមួយបានចូលរួមចំណែកដ៏សកម្មនៅក្នុងអង្គការអន្តរជាតិ Francophonie ហើយនៅក្នុងឱកាសនោះលោកជំទាវបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោតាំងពីអតីតកាលហើយនឹងការស្វែងរកនៅសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោកាលពីសម្ដេចនៅជានាយករដ្ឋមន្ត្រីហើយធ្វើឲ្យប្រទេសបានដំណើរការនិងមានសន្តិភាពមកដល់ពេលបច្ចុប្បន្ននៅក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនៃការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវហើយសម្ដេចបានបញ្ជាក់ថាកម្ពុជាគឺរងចាំទទួលស្វាគមន៍នៅប្រតិភូនៃអង្គការ Francophonie អញ្ជើញមកកាន់ប្រទេសកម្ពុជាយ៉ាងណាក៏ដោយសម្ដេចតេជោបានលើកឡើងថាបើទោះបីជាពិភពលោកនាពេលបច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាពដ៏ស្មុគស្មាញក៏ពិតមែនក៏ប៉ុន្តែតាមរយៈនៃកិច្ចប្រជុំ Francophonie ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះសម្ដេចសង្ឃឹមថានឹងបានជាលទ្ធផលសមិទ្ធផលជោគជ័យទុកជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាផងហើយនិយាយជារួមប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូល Francophonie ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្ដេចសង្ឃឹមថាលោកជំទាវផ្ទាល់នឹងគាំទ្រយ៉ាងសកម្មដល់កម្ពុជាក្នុងការរៀបចំនៅកិច្ចប្រជុំកំពូលមួយនេះនៅក្នុងឱកាសនោះលោកជំទាវ Louis Musiki Wabo បានសម្ដែងនៅការបដិញ្ញាចិត្តក្នុងការជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំនៅកិច្ចប្រជុំកំពូល Francophonie លោកជំទាវបានបញ្ជាក់ថាវត្តមានរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺជាការចូលរួមចំណែកក្នុងគោលដៅក្នុងការចូលរួមចំណែកនិងពិភាក្សានិងសហការជាមួយកម្ពុជាក្នុងការរៀបចំនៅកិច្ចប្រជុំកំពូល Francophonie នេះហើយសម្រាប់នៅក្នុងបរិបទនៃពិភពលោកដ៏ស្មុគស្មាញនេះលោកជំទាវបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឲ្យបណ្ដាប្រទេសនៅក្នុងអង្គការ Francophonie មានការគិតគូរចំពោះបញ្ហានេះផងដែរហើយសម្រាប់បរិបទប្រទេសកម្ពុជាលោកជំទាវក៏បានតាមដានដែរពីបញ្ហាព្រំដែនកម្ពុជានិងថៃនាពេលកន្លងមកលោកជំទាវក៏បានបញ្ជាក់ប្រាប់សម្ដេចតេជោថាលោកជំទាវអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះលោកជំទាវក៏នឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសសិកនៃបញ្ហាសង្គ្រាមព្រំដែនកម្ពុជានិងថៃផងដែរដែលលោកជំទាវនឹងឆ្លៀតទៅជួបបងប្អូនជនភៀសសិករបស់យើងនៅក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់លោកជំទាវ
ជាពិសេសការគ្រោងនឹងជួបជនភៀសសឹករបស់កម្ពុជានៅក្នុងអំឡុងពេលដែលលោកជំទាវបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាសម្ដេចបានចាត់ទុកដំណើររបស់លោកជំទាវដែលគ្រោងជួបនៅជនភៀសសឹកនេះថាគឺជាការបង្ហាញយ៉ាងច្បាស់នៅជំហររបស់លោកជំទាវក្នុងការគ្រប់គ្រងដល់សន្តិភាពដែលមិនចង់ឃើញនៅសង្គ្រាមកើតឡើងសម្ដេចបានផ្ញើសារទៅកាន់លោកជំទាវដោយបញ្ជាក់ថាសូមឲ្យបណ្ដាប្រទេសហ្វ្រង់កូហ្វូនីដែលជាពិសេសបណ្ដាមេដឹកនាំដែលគ្រោងអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខដើម្បីចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីនោះសូមកុំមានការបារម្ភចំពោះអ្វីត្បិតតែកម្ពុជានិងថៃមានបញ្ហាព្រំដែនជាមួយគ្នាក៏ប៉ុន្តែមិនជះឥទ្ធិពលដល់ការដំណើរការនៃការរៀបចំនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់មួយនេះឡើយជាចុងក្រោយសម្ដេចតេជោបានជូនពរឲ្យលោកជំទាវអគ្គលេខាធិការរួមទាំងប្រតិភូបានជោគជ័យនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជាខ្ញុំសូមជម្រាបជូននៅក្រុមសារសង្ខេបប៉ុណ្ណេះបាទ